បាទមិត្តល្អជួយគ្នាក្នុងគ្រាក្រដែលសម្រាប់ខ្ញុំឲ្យតម្លៃទៅលើមនុស្សដែលឲ្យអង្គខ្ញុំមកកំប៉ុងឬក៏មកតៅនៅពេលដែលខ្ញុំអត់ឃ្លានជាជាងមិត្តភ័ក្តិព្រៀងលៀនដែលមកចូលរួមអបអរពិធីជប់លៀងនៅពេលដែលខ្ញុំជោគជ័យហើយប៉ុន្តែជាការពិតបាទសង្គមជាទូទៅគេមិនស្គាល់នៅពេលដែលយើងពិបាកនៅពេលដែលយើងវេទនាទេនៅពេលដែលយើងជោគជ័យនៅពេលដែលយើងសម្បូរហូរហៀទៅមិនខ្វះទេអ្នកមកហែហោមប៉ុន្តែ យើងត្រូវស្គាល់មនុស្សហើយនឹងឲ្យតម្លៃមនុស្សដែលស្គាល់នឹងជួយយើងនៅពេលដែលយើងក្រនៅពេលដែលយើងវេទនាជាជាងអ្នកដែលមកចោមរោមឈៀនៅពេលដែលយើងជោគជ័យបាទ